បើសិនជាបុគ្គលម្នាក់មិនបានពិចារណាមិនបានបត់ធម៌មិនបានពិចារណាទេគឺថាចេះតែសប្បាយចិត្តធម្មតាចឹងទៅពេលណាជួបទុក្ខក៏កើតសេចក្តីសោកកើតនៅសេចក្តីលំបាកតឹងនៅក្នុងឱរាពេលណាមិនជួបនៅទុក្ខទេក៏ចេះតែសប្បាយទៅតាមអារម្មណ៍ម្ដងម្កាលដែលជាអារម្មណ៍គ្រាន់តែជាភៀវហើយរស់នៅក្នុងកំណត់ទុក្ខឥតមានស្លាកស្រានហើយរកទីបំផុតគ្មានมันមានភ័យចឹងដែលមិនបានឃើញធម៌ហ្នឹងគឺមិនមានភ័យទេរិះជនដែលមានប្រាជ្ញាពិចារណានៅហេតុហើយនឹងផលសពគ្រប់ក៏រមែងកើតនៅសេចក្តីភ័យព្រួយនៅក្នុងជីវិតរបស់ខ្លួនដែលសំ